Hi សួស្តីអ្នកទាំងអស់គ្នាខ្ញុំសូយ៉ាថាពីដែលខ្ញុំចង់និយាយថ្ងៃនេះគឺការយកឈ្នះការភ័យខ្លាចដូរជីវិតយើងការយកឈ្នះការភ័យខ្លាចវាមិនអូយឈឺការយកឈ្នះការភ័យខ្លាចគឺការដែលយើងខ្លាចអ្វីយ៉ាងមួយហើយយើងយកឈ្នះមិនវាយើងយកឈ្នះវាឧទាហរណ៍បើយើងខ្លាចការជិះឡានយើងហ៊ានជិះឡានយើងហ៊ានបើកឡានបើយើងខ្លាចការជិះម៉ូតូយើងហ៊ានជិះម៉ូតូយើងហ៊ានបើកម៉ូតូបើយើងខ្លាចការនិយាយមកកាមេរ៉ាដូចការនិយាយមកកាមេរ៉ាអញ្ចឹងយើងនឹងតនិយាយមកកាមេរ៉ាយើងខ្លាចអីយើងទៅធ្វើនឹងព្រោះការយកឈ្នះការខ្លាចវានឹងធ្វើយើងមានភាពក្លាហានច្រើនជាងមុនមែនទែនទោះបីការខ្លាចនោះវាជារឿងទូចវាជារឿងធំណាប៉ុន្តែពេលយើងយកឈ្នះវាបានយើងនឹងមានអារម្មណ៍ថា wow I'm a strong គឺយើងមានអារម្មណ៍ថាយើងក្លាហានច្រើនជាងមុនក្លាហានឡើង wow យើងនឹង wow ខ្លាយមកគឺកាលមុនណាខ្ញុំដឹងថាអីដែលខ្ញុំនិយាយគឺភាគច្រើនខ្ញុំនិយាយពីរឿងខ្លួនឯងតែវាអាចជាអត់សូវជួយណាគេតែហ្នឹងហើយតែខ្ញុំដឹងថាខ្ញុំយករឿងណាគេមកនិយាយឲ្យអ្នកនរគ្នាឃើញភាពយល់អត់អញ្ចឹងមិនខ្ញុំនិយាយពីរឿងខ្លួនឯងច្រើនអញ្ចឹងអីដែលខ្ញុំគឺឧទាហរណ៍គឺកាលមុនខ្ញុំខ្លាចការជិះម៉ូតូមែនតើអ្នកនរគ្នាខ្ញុំខ្លាចការស្លាប់ខ្ញុំជាមនុស្សដែលខ្លាចស្លាប់ខ្លាចការជិះម៉ូតូគឺកាលហ្នឹងខ្ញុំធ្លាប់ជិះម៉ូតូកាលហ្នឹងដូចជាកាលហ្នឹងខ្ញុំមានអាយុតិចទេណាដល់15 16តែខ្ញុំនៅខ្លាចការជិះម៉ូតូគឺខ្ញុំខ្លាចព្រោះខ្ញុំមានអារម្មណ៍ថាបើយើងជិះម៉ូតូហើយបើគេមកបុកយើងនឹងងាប់យើងនឹងស្លាប់ខ្ញុំសុំទោសយើងនឹងស្លាប់ខ្ញុំមានអារម្មណ៍ថាអូខេខ្ញុំខ្លាចការជិះម៉ូតូព្រោះវាយើងធ្វើឲ្យខ្ញុំស្លាប់លឿនជាងមុនតែខ្ញុំខ្លាចណាស់ហ៊ានចាប់ម៉ូតូអត់ហ៊ានជិះអត់ហ៊ានទៅធ្វើណាតើណាខ្លួនឯងអត់កើតព្រោះយើងខ្លាចការជិះម៉ូតូបើយើងអត់ចេះជិះម៉ូតូយើងពេលយើងនៅក្មេងពេល14 15គឺយើងតើណាខ្លួនឯងអត់បានទេថតអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូខេបើខ្ញុំខ្លាចការជិះម៉ូតូខ្ញុំធ្វើមិនក៏បានដែរឲ្យខ្ញុំហ៊ានជិះម៉ូតូធ្វើមិនក៏បានដែរឲ្យខ្ញុំពឹងខ្លួនឯងបានហើយកាលហ្នឹងខ្ញុំទៅចាប់ម៉ូតូទៅចាក់សោហើយជិះហ្មងគឺសាកធ្វើអីទាំងអស់ហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំឈប់ខ្លាចណាស់នោះសួរថាវាដួលអត់ដួលសួរថាជីហើយមានអារម្មណ៍ថាឃើញឡានឃើញអីគេក៏ play ដាក់អត់គឺត្រូវនឹងឲ្យវាជារឿងធម្មតាវាមានរបួសប៉ុន្តែរបួសហ្នឹងឲ្យវាធ្វើឲ្យយើងដឹងខ្លួនថាយើងធំយើងអត់នៅកន្លែងដើមទៀតហើយក៏យើងធំជាងមុនខ្ញុំមានអារម្មណ៍ថាការយកឈ្នះការភ័យខ្លាចរបស់យើងវាជាអីដែរធ្វើឲ្យយើងរឹងមាំខ្លាំងជាងមុនវាជាអីដែរដូរជីវិតយើងពិតមែនយើងឧទាហរណ៍យើងខ្លាចការនិយាយក្នុងកាមេរ៉ាយើងខ្លាចការចេញទៅក្រៅខ្លាចទៅជួបមនុស្សថ្មីអីដែលយើងខ្លាចហ្នឹងណាបើយើងយកឈ្នះវាបានណាវានឹងដូរជីវិតយើងពេលយើងអត់ចង់យកឈ្នះវាមិនសួរខ្លួនឯងថាបើខ្ញុំឈ្នះអាការយកខ្លាចហ្នឹងជីវិតខ្ញុំនឹងដូរទៅមិនខ្លះហើយក៏ជីវិតខ្ញុំនឹងល្អទៅខាងណាខ្លះបើខ្ញុំយកឈ្នះការខ្លាចហ្នឹងអញ្ចឹងខ្ញុំមានអារម្មណ៍ថាការយកឈ្នះការភ័យខ្លាចវាជាអីដែលយើងត្រូវធ្វើវាទោះបីយើងធ្វើឲ្យបាន1ថ្ងៃ2ថ្ងៃ4ថ្ងៃ5ថ្ងៃវាប្រើពេលវេលាយូរនឹងការយកឈ្នះការភ័យខ្លាចអីណាមួយមិនតែបើយើងយកឈ្នះវាបានណាយើងនឹងធំណាស់នេះយើងនឹងធំជាងមុនយើងនឹងឆ្លាតជាងមុនយើងនឹងរឹងមាំជាងមុនយើងនឹងរឹងមាំជាងមុនហ្នឹងហើយការយកឈ្នះការភ័យខ្លាចណាអីដែលធ្វើឲ្យយើងធំជាងមុនឆ្លាតជាងមុនហ្នឹងហើយអីដែលខ្ញុំចង់និយាយគឺការយកឈ្នះការភ័យខ្លាចវានឹងដូរជីវិតយើងថ្ងៃហ្នឹងបាយ